ឥឡូវនិយាយអំពីការជ្រើសរើសជំនាញសិក្សាជាពិសេសអ្នកដែលមិនទាន់បានជ្រើសរើសជំនាញសិក្សានិងអ្នកដែលទើបប្រឡងបាក់ឌុបហើយយើងត្រូវជ្រើសរើសជំនាញសិក្សាឲ្យបានត្រឹមត្រូវហើយវិនិយោគជីវិតចូលទៅពីព្រោះវាគឺជាជីវិតរបស់យើងបើសិនយើងជ្រើសរើសជំនាញសិក្សាមិនបានត្រឹមត្រូវទេយើងក៏ជ្រើសរើសជីវិតខុសដែរវាខាតពេលវេលាវាអាចធ្វើឲ្យយើងរស់នៅក្នុងជីវិតមួយដែលយើងមិនស្រឡាញ់ពេញចិត្តហើយបង្ខំចិត្តរស់នៅទាំងឈឺចាប់និងមានសម្ពាធហើយក៏វាមិនបានធ្វើឲ្យយើងបញ្ចេញសក្តានុពលបានខ្លាំងក្លានៅក្នុងការធ្វើកិច្ចការងារក្នុងជីវិតហ្នឹងដើម្បីឲ្យយើងជ្រើសរើសជំនាញសិក្សាបានត្រឹមត្រូវយើងកុំធ្វើមួយចំនួនយើងកុំជ្រើសរើសដោយសារតែរឿងមួយចំនួនដូចជាទី1កុំជ្រើសរើសដោយសារតែលុយការជ្រើសរើសដោយសារតែលុយវាអត់កើតចេញពីឆន្ទៈមនសិការទេវានឹងសាបរលាបនឹងអស់ចំណង់ធុញថប់ទៅវិញជាពិសេសនៅពេលដែលយើងរកឃើញនៅមុខរបរណាមួយដែលមានលុយច្រើនយើងនឹងបោះចោលជំនាញដែលយើងរៀននឹងចាស់ចោលឬក៏ជំនាញដែលយើងចេះហ្នឹងទី2កុំជ្រើសរើសជំនាញសិក្សាតាមទីផ្សារការងារជីវិតយើងមិនមែនកើតមកដើម្បីតែការងារទេប៉ុន្តែយើងកើតមកដើម្បីបង្កើតការងារនិងជួយដល់សង្គមបើសិនជាយើងជ្រើសរើសជំនាញតាមទីផ្សារការងារសង្គមអត់មានការច្នៃប្រឌិតទេសង្គមនឹងខ្វះការងាររហូតព្រោះមនុស្សឬក៏សិស្សរៀនដើម្បីតែស្វែងរកការងារធ្វើត្រូវរៀនដើម្បីបង្កើតការងារធ្វើទី3កុំជ្រើសរើសជំនាញតាមឪពុកម្ដាយពិចារណាយោបល់ឪពុកម្ដាយអរគុណបំណងល្អរបស់ឪពុកម្ដាយតែត្រូវឲ្យយោបល់ថាយើងជ្រើសរើសជំនាញទៅតាមឆន្ទៈមនសិការរបស់យើងព្រោះពេលខ្លះឪពុកម្ដាយរបស់យើងគាត់មានចំណង់ចំណូលចិត្តឬក៏មនសិការផ្សេងពីយើងគាត់គ្រាន់តែផ្ដល់ប្រឹក្សាឲ្យយើងទៅបានហើយទី4កុំជ្រើសរើសជំនាញតាមគេតាមមិត្តភ័ក្តិតាមមនុស្សភាគច្រើនតាមការពេញនិយមពីព្រោះយើងអាចនឹងយំនៅពេលក្រោយអ្វីដែលយើងត្រូវដើរគឺផ្លូវមួយម្នាក់ឯងគឺដើរផ្លូវរៀងខ្លួនទី5កុំជ្រើសរើសជំនាញដោយសារតែការឈឺចាប់គេផាកពិន័យឈឺចាប់ឬក៏សាច់ញាតិរបស់ខ្លួនមានបញ្ហាណាមួយអត់មានអាចជួយព្យាបាលហើយឈឺចាប់ហើយរើសជំនាញពេទ្យណាក៏វាមិនកើតចេញពីឆន្ទៈដែរទី6កុំជ្រើសរើសជំនាញតាមចំណុចខ្លាំងបើសិនជាចំណុចខ្លាំងនោះវាគ្មានប្រយោជន៍វាហួសសម័យហើយយើងអាចបង្កើតចំណុចខ្លាំងផ្សេងទៀតបានទី7កុំជ្រើសរើសជំនាញតាមទេពកោសល្យបើសិនជាទេពកោសល្យនោះវាមិនមែនជាឆន្ទៈមនសិការនិងរឿងដែលបានប្រយោជន៍ក្នុងសង្គមបោះទេពកោសល្យចាស់ចោលបង្កើតទេពកោសល្យថ្មីទី8កុំជ្រើសរើសជំនាញដោយសារតែចូលចិត្តតាមអារម្មណ៍មិនមែនតាមការគិតតាមការយល់ត្រូវវាអាចនាំឲ្យយើងភ្លើតភ្លើនឬក៏គ្រាន់តែដើរតាមបេះដូងដោយគ្មានខួរក្បាលបំភ្លឺផ្លូវទី9កុំជ្រើសរើសជំនាញដោយសារតែចង់សងសឹកស្អប់អ្នកនេះស្អប់អ្នកនោះខឹងអ្នកនេះខឹងអ្នកនោះក៏ជ្រើសរើសជំនាញនេះជំនាញនោះដើម្បីមានសមត្ថភាពទៅសងសឹកគេវិញអ្វីដែលយើងត្រូវជ្រើសរើសជំនាញគឺយើងជ្រើសរើសជំនាញតាមគោលដៅជីវិតដែលកើតចេញមកពីទី1ចក្ខុវិស័យការសម័យប្រកបដោយការយល់ដឹងថ្លឹងថ្លែងមើលឃើញផែនដីពិភពលោកសកលលោកមើលឃើញវែងឆ្ងាយទី2ក្តីប្រាថ្នានៃជីវិតជាការប្រាថ្នាដែលពោរពេញទៅដោយមនោសញ្ចេតនាត្រឹមត្រូវគិតប្រយោជន៍ជារួមធ្វើឲ្យពិភពលោកទទួលបានផលប្រយោជន៍ពីយើងកើតមកដើម្បីជួយសង្គ្រោះពិភពលោកបង្កើតគុណប្រយោជន៍ក្នុងសង្គមអញ្ចឹងយើងប្រាថ្នាជួយផ្នែកណាខ្លះនៃផែនដីវិស័យណាខ្លះក្នុងលោកទី3គឺយើងត្រូវមានបេសកកម្មត្រូវយល់ពីបេសកកម្មដឹងពីបេសកកម្មនៃជីវិតរបស់យើងថាយើងកើតមកមានកិច្ចការគោលអ្វីខ្លះត្រូវធ្វើនិងវិនិយោគខ្លួនចូលទៅមិនមែនលេងសើចមិនមែនដើម្បីតែលុយប៉ុន្តែដើម្បីបំពេញបេសកកម្មច្បាស់លាស់ជាក់លាក់សម្រាប់ជីវិតបម្រើមនោសញ្ចេតនាផ្ទាល់ខ្លួនបានជាប្រយោជន៍ដល់ពិភពលោកទី4យើងកំណត់ខ្លួនយើងថាជាតួអង្គបុគ្គលណាបើយើងគេឲ្យដើរតួល្ខោនយើងតួអីតួយៈតួសទ្ធិតួមាឬក៏តួចិត្តអាក្រក់ឬក៏តួឯកតួចិត្តល្អយើងត្រូវកំណត់ឲ្យដឹងថាយើងកើតក្នុងឆាកជីវិតនេះដូចជាឆាកល្ខោនអញ្ចឹងយើងតួអីយើងនឹងខំរកសមត្ថភាពខាងហ្នឹងអញ្ចឹងយើងកំណត់ថាតើយើងជានរណាវិស្វករសិល្បករកីឡាករវិចិត្រករកសិករនាយករដ្ឋមន្ត្រីឬជានរណារកឲ្យឃើញពិតប្រាកដជ្រើសរើសជំនាញសិក្សាតាមអ្វីដែលយើងចង់ខ្លាយទៅជានឹងទៅយើងនឹងបានសមត្ថភាពទៅបំពេញបេសកកម្មដែលយើងចង់ធ្វើកើតផលដែលយើងចង់បានឃើញរូបភាពដែលយើងចង់ឃើញស្របនឹងចក្ខុវិស័យរបស់យើងកុំសម្ភារៈនិយមបើសិនជាមិនចង់យំសម្ភារៈនិយមដែលទិញមកដើម្បីតែលយឆាយហឺហាបង្អួតមិត្តភ័ក្តិបង្អួតសង្សារបង្អួតអ្នកដទៃដើម្បីឲ្យគេច្រណែនដើម្បីបញ្ជឿគេ
អាហ្នឹងគឺជារឿងឆោតល្ងង់ហើយទីបំផុតលងខ្លួននឹងជួយចាប់ខ្លួនឯងបើសិនជាយើងត្រូវការរបស់របរប្រើប្រាស់ត្រូវតែគិតថារបស់របរប្រើប្រាស់ទាំងនោះគឺជារបស់របរដែលប្រើទៅបានជាប្រយោជន៍បានលុយបើប្រើទៅវាអត់បានលុយហើយបើយកលុយទៅទិញហើយប្រើទៅអត់បានលុយនោះវានឹងក្លាយទៅជាបំណុលអាក្រក់នៅពេលដែលវាក្លាយទៅជាបំណុលអាក្រក់រឿងអាក្រក់នឹងកើតមានចំពោះយើងនៅពេលដែលយើងអត់មានលុយនឹងត្រូវបានអ្នកដទៃមើលងាយជាភាគច្រើនបើសិនជាយើងយកលុយទៅទិញសម្ភារៈនិយមយកមកប្រើប្រាស់ក៏គ្មាននរណាគេកោតសរសើរដែរមានអ្នកដែលបញ្ចោដើម្បីលងខ្លួនកាន់តែច្រើនប៉ុន្តែជាការពិតនៅពីក្រោយខ្នងគេពេបជ្រាយពីព្រោះគេដឹងកំណត់ពិតប្រាកដថាមនុស្សនឹងមានលុយមកពីណាមានប្រភពលុយមកពីណាមានអាជីវកម្មមកពីណាឬក៏អាជីវកម្មប្រភពលុយវាមិនសមថានឹងបានប្រើប្រាស់នៅសម្ភារៈនឹងទេតែជាអ្នកអួតសម្ញែងអញ្ចឹងបុគ្គលប្រភេទនេះវាគ្រាន់តែជាមនុស្សប្រហោងក្នុងសម្ភារៈនិយមនឹងវាគ្រាន់តែជាមនុស្សប្រហោងក្នុងដូចដើមលហុងប្រហោងក្នុងដូចដើមឫស្សីប្រហោងក្នុងដូចដើមឈើស្អុយទៅពេលណាមួយនឹងបញ្ហាមកដល់ច្បាស់ជាត្រូវយំយែកឬក៏លំបាកវេទនាខ្លួនឯងគឺត្រូវធ្វើការឲ្យធ្ងន់ជាងមុនខ្លាំងជាងមុនដើម្បីយកលុយមកសងបងរំលោះសម្ភារៈនិយមឬក៏ត្រូវធ្វើការដើម្បីយកលុយមកទ្រទ្រង់ជីវិតពីព្រោះថាលុយដែលចាយមិនគិតយកទៅទិញសម្ភារៈនិយមហើយហ្នឹងលុយនៅក្នុងសម្ភារៈនិយមហើយខ្លួនខំប្រឹងដើម្បីរកលុយបន្ថែមទៀតទប់ទល់ទ្រទ្រង់គ្រួសារមនុស្សដែលឆ្លាតវៃគេបានលុយមកគេយកលុយហ្នឹងទៅប្រើការគេយកលុយទៅប្រើជាកម្លាំងរកលុយបន្ថែមដើម្បីឲ្យគេមានលុយកាន់តែច្រើននិងបានសោយសុខស្រណុកលែងធ្វើការដល់ទៅពេលអ្នកដែលទិញសម្ភារៈនិយមយកមកប្រើបានន័យថាបានលុយមកហើយបំរើលុយទៅរកលុយមកបានហើយបំរើលុយទៀតហើយគាត់គិតថាគាត់កំពុងតែប្រើសម្ភារៈនិយមការពិតគាត់កំពុងតែខ្លាចជាខ្ញុំកញ្ចេះនៃសម្ភារៈនិយមទេតាយើងត្រូវតែធ្វើអ្វីដែលយើងស្រឡាញ់ប៉ុន្តែអ្វីដែលយើងស្រឡាញ់នោះត្រូវតែជាការស្រឡាញ់ប្រកបដោយការយល់ដឹងកុំឲ្យគ្រាន់តែជាការស្រឡាញ់តាមគេតាមឯងតាមអារម្មណ៍ឈួតលីលាឬក៏ល្ងងខ្លៅដែលទៅតែមកប្រាវអ្វីដែលយើងស្រឡាញ់វាត្រូវតែចេញមកអំពីការគិតវិភាគពិចារណានៃខួរក្បាលមិនមែនត្រូវដើរតាមបេះដូងដោយគ្មានការវិភាគនិងអនុញ្ញាតពីខួរក្បាលនិងសតិសម្បញ្ញៈទេមនុស្សច្រើនណាស់ដែលគ្រោះថ្នាក់អន្តរាយដោយសារតាធ្វើអ្វីដែលខ្លួនស្រឡាញ់តែច្រឡំគឺស្រឡាញ់ដោយគ្រាន់តែប្រាអារម្មណ៍សូម្បីតែយុវវ័យខ្លះណាយកប្តីយកប្រពន្ធសុទ្ធតែថាតាមខ្លួនស្រឡាញ់អត់ស្ដាប់ម៉ែឪសោះប៉ាយកកងណាប៉ាព្រានប្រើខួរក្បាលកុំប្រើអារម្មណ៍កិច្ចការងារដូចគ្នាយើងមើលអ្វីដែលយើងស្រឡាញ់វាត្រឹមត្រូវអត់ខ្ញុំស្រឡាញ់ដើរអាការងារដើរស្រាតត្រឹមត្រូវទេខ្ញុំស្រឡាញ់អារម្មណ៍ចេញលើចេញក្រោមត្រឹមត្រូវទេអានោះខ្ញុំស្រឡាញ់អាការងារដើរតលេងសតត្រឹមត្រូវទេអានោះបានលុយទេអានោះហើយថ្លៃធ្នូទេអានោះណាអ្វីដែលយើងស្រឡាញ់ត្រូវតែគិតថាយើងស្រឡាញ់ដោយការដឹងអត់យើងយល់ត្រូវហើយនៅវាមានគុណប្រយោជន៍អត់ឬក៏ការងារខ្លះវាគ្រាន់តែល្អមើលតែវាមិនល្អស៊ីវាដូចជាមនុស្សខ្លះស្អាតតែសម្បកក្រៅតែវាអត់មានគុណភាពឥឡូវយើងមើលយើងថាទូរស័ព្ទរបស់យើងមួយស្អាតណាស់ប៉ុន្តែមកពីប្រទេសហ្នឹងគឺថាខ្ញុំមិននិយាយថាឈ្មោះប្រទេសអីទេហើយតម្លៃតែ$50ទេដល់អាទូរស័ព្ទ original របស់យើងនេះតម្លៃ$1500វាមិនសូវស្អាតប្រហែលនេះយើងយកអាណាមនុស្សក៏យើងមិនត្រូវយកតែរូបអត់គុណភាពរបស់ក៏យើងមិនត្រូវយកតែរូបអត់គុណភាពការងារក៏យើងមិនត្រូវយកតែអាល្អមុខទំនើបឆាតឆាយប៉ុន្តែវាអត់មានគុណភាពការងារខ្លះកិច្ចការខ្លះសម្បើមណាមើលទៅហឹកហាក់ណាប៉ុន្តែអត់មានចំណូលទេឬក៏ចំណូលតិចតួចណាដែលទីបំផុតទៅគង់តែយើងចាក់ចេញពីវាទេព្រោះយើងអត់មានអីទ្រទ្រង់គិតឲ្យឆ្លាតវៃគឺអ្វីដែលយើងស្រឡាញ់ឲ្យមានគុណប្រយោជន៍ទៀតតើមានគុណប្រយោជន៍បានបង្កើតបានទៅជាមានការគ្រប់គ្រងបើថាយើងធ្វើកិច្ចការងារយើងធ្វើការងារហ្នឹងបង្កើតបានជាសេវាកម្មផលិតផលអាសេវាកម្មនិងផលិតផលហ្នឹងតើមនុស្សស្រឡាញ់ត្រូវការអត់តើមនុស្សស្រឡាញ់ត្រូវការបានគេទិញបានយើងមានលុយធ្វើវាតទៀតចុះបើមនុស្សអត់ស្រឡាញ់ត្រូវការផងហេខ្ញុំស្រឡាញ់អាហ្នឹងយើងធ្វើលក់ឲ្យខ្លួនឯងយើងទៅលក់ឲ្យម៉ែយើងឪយើងពូយើងទៅបានតែ6 7នាក់នោះណាធ្វើអ្វីដែលយើងស្រឡាញ់ពេញចិត្តហើយមហាជនក៏ត្រូវការហើយបានជាប្រយោជន៍នោះទើបយើងរកឃើញនៅសក្តានុពលពិតប្រាកដរបស់ខ្លួនហើយធ្វើបានល្អមិនធុញទ្រាន់មិនធុញណាយអាចធ្វើអ្វីមួយដែលបានតែលុយហ្នឹងក៏វាមិនត្រូវដែរវាអត់មានបេះដូងបានតែលុយមុខរបរខ្លះទៀតកិច្ចការខ្លះទៀតបានតែលុយឲ្យថោកទាបរាល់អ្វីដែលយើងស្រឡាញ់ចូលចិត្តបានលុយហើយមានគុណប្រយោជន៍ដល់សង្គមដល់អ្នកដទៃដល់មនុស្សជាតិ